សួស្តីអ្នកទាំងអស់គ្នាបាទខ្ញុំសូមនាំយកទស្សនភាពវីដេអូនេះយកមកចែករំលែកជូនអ្នកទាំងអស់គ្នាដែលរស់នៅក្នុងតំបន់បាទក្នុងតំបន់នៃរដ្ឋ New South Wales បាទរដ្ឋ New South Wales មានតាមតំបន់ណាបងប្អូនចិត្តដូចជា Campbelltown ដូចជា Cabramatta Canleyvale Fairfield Liverpool បាទបងប្អូនចង់ទៅលេងតំបន់នេះបងប្អូនបើកឡានកាត់តាមផ្លូវ Head Coast Road បាទ Head Coast Road យើងបើកឆ្ពោះទៅទិសខាង Wollongong ហើយចូលទៅតាមច្រក Lawrence Hargrove បាទ Lawrence Hargrove គឺផ្លូវនាំយើងទៅដល់ស្ពានមួយដែលមានឈ្មោះថា Sea Bridge Cliff បាទ Sea Bridge Cliff នេះគេបើកឲ្យប្រើប្រាស់នៅក្នុងឆ្នាំ2005បាទហើយជាកន្លែងមួយដែលមានទេសភាពល្អស្ពានគេធ្វើអមតាមជម្រាលភ្នំនៃឆ្នេរសមុទ្រ Pacific ឆ្ពោះទៅក្រុង Wollongong ឬអាចឆ្ពោះទៅដល់ Nowra បាទអាចរត់កាត់តាមនឹងទៅដល់ Nowra ពីតំបន់ Royal Loftus National Park មានឧទ្យានជាតិ Royal Loftus បាទយើងអាចរាប់ពីនឹងទៅដល់ Nowra គឺចម្ងាយប្រវែងជា140គីឡូម៉ែត្របាទតំបន់នេះមានទេសភាពល្អខ្យល់អាកាសល្អបងប្អូនណាពេញចិត្តបាទចូលចិត្តស្រូបយកខ្យល់អាកាសបរិសុទ្ធបាទតំបន់នេះគឺពិតជាល្អណាស់ហើយមួយជំនាខាងនឹងទៅមុខទៅមានឆ្នេរសមុទ្រល្អមានកន្លែងលក់ម្ហូបអាហារដូចជា Cold ដូចជា IGA អញ្ចឹងទៅបាទបងប្អូនណាដែលធ្លាប់បើកឆ្លងកាត់នៅលើផ្លូវនេះបងប្អូនអាចដឹងហើយផ្លូវហ្នឹងគេអាចហៅថា Grand Pacific ក៏បានបាទឬក៏អាចហៅថា Lawrence Hargrove បាទ Lawrence Hargrove Drive ហ្នឹងហើយយើងមកដល់ចំណុចហ្នឹងបើយើងហត់នឿយក្នុងការបើកបរទេដូចបងប្អូនខ្លះបើកឆ្ងាយពី Queensland ពី Sydney ទៅវាយើងឆ្ងាយម៉ោងពេលវេលាយូរបាទយើងអាចចុះសម្រាកមានកន្លែងគេចតឡានហ្នឹងខាងចំហៀងគៀនចិត្តស្ពានហ្នឹងទៅបាទហើយយើងចុះដើរពលាតដៃពលាតជើងឲ្យវាធូរស្បើយដើម្បីនឹងបន្តដំណើរទៅមុខទៀតដើម្បីកុំឲ្យវាមានបញ្ហាក្នុងការបើកបរដើម្បីជាសុវត្ថិភាពផងចឹងហើយយើងឈប់សម្រាកដើរលំហែកាយមួយសន្ទុះធំទៅយើងនឹងបន្តដំណើរទៀតហើយយើងអាចដើរចុះទៅខាងក្រោមបងប្អូនចុះទៅខាងក្រោមទៅមានទេសភាពល្អបងប្អូនអាចចូលចិត្តស្ទូចត្រីចុះទៅស្ទូចត្រីខាងក្រោមបាទគេមានផ្លូវឲ្យយើងដើរចុះទៅខាងក្រោមបាទមើលទៅទេសភាពអង្គុយសមាធិដកដង្ហើមបាទគឺល្អមែនតើបាទល្អមែនតើហើយបងប្អូនណាគាត់អត់មានឡានអត់មានអីបើកឬក៏ខ្ជិលបើកឡានទេអាចជិះរថភ្លើងពីតំបន់ដែលបងប្អូនរស់នៅទៅទីក្រុង Sydney បដូរនៅ Central បាទហើយបន្តដំណើរឆ្ពោះទៅតំបន់ស្ថានីយ៍រថភ្លើងមួយដែលមានឈ្មោះ Cold Cliff បាទ Cold Cliff Station នៅតំបន់ដែលត្រូវទៅហ្នឹងគឺគេដាក់ Cold Cliff Station ហ្នឹងយើងចុះដើរពីហ្នឹងទៅកន្លែងស្ពានហ្នឹងប្រហែលជា15នាទីទេបាទងាយស្រួលឬក៏មានរថយន្តក្រុងគេបាទរថយន្តក្រុងគេដាក់ Premier Illawarra បាទ Bus number 2ហ្នឹងហើយមួយជំនាញហ្នឹងនិយាយទៅ Royal National Park ទាំងអស់ Royal Loftus National Park គឺល្អបងប្អូនអាចបើកឡានកាត់តាមផ្លូវខាងក្នុង Royal National Park ហ្នឹងក៏បានដែរគឺត្រជាក់ល្ហឹមស្រួលសប្បាយបាទហ្នឹងហើយអញ្ចឹងហើយខ្ញុំចូលចិត្តមកតំបន់ហ្នឹងស្រូបយកខ្យល់អាកាសអូខេបងប្អូនមានតែប៉ុណ្ណេះយកមកចែករំលែកបងប្អូនទស្សនាកំសាន្តជាបន្តបន្ទាប់នៅទស្សនវិជ្ជាជុំវិញក្នុងតំបន់ Sea Bridge Cliff នេះបាទអញ្ចឹងរីករាយសប្បាយទាំងអស់គ្នាបាទពីម៉ែឪកូនចៅឆ្ងាយគ្នា
សាមគ្គីបងប្អូនមកនៅអូននៅបេះដូងមិនសូនទួងបងខឹងប្អូនក៏មិនចោលគ្នាពីងពេជ្រមកអើបាត់ទៅទីណាឬក៏មរណាទៅតាមមកជុំមានបានជាពេលនេះឃ្លាតចិត្តឆ្ងាយគ្នាឬភ្លេចមាគាពីងលោកប្រដៅអីលើអ្វីក៏ប្រែប្រួលអស់ហាំងមិនស្រណោះកប់ឈ្មោះមិនហើចាត់ទុកអើយបងប្អូនដូចជាអ្នកកៅទឹកភ្នែកម៉ែអើដូចទឹកទន្លេនៅជុំគ្រួសារកាលក្មេងវ័យទោះបីក្រក្រៃបងប្អូនទាំងទ្វេស្នាមសើយសប្បាយឥតមានខ្នន់គ្នាឥឡូវងាករេមិនដូចពីមុនអីលើអ្វីក៏ប្រែប្រួលអស់ហាំងមិនស្រណោះកប់ឈ្មោះមិនហើចាត់ទុកអើយបងប្អូនដូចជាអ្នកក្រៅទឹកភ្នែកម៉ែអើដូចទឹកទន្លេនៅជុំគ្រួសារកាលក្មេងវ័យទោះបីក្រក្រៃបងប្អូនទាំងទ្វេស្នាមសើចសប្បាយឥតមានខ្នន់គ្នាឥឡូវងាករេមិនដូចពីមុនតទៅទៅរាវវាស្រ័យស្មៅសមុទ្រស្មៅដែរ